បាទសូមអនុញ្ញាតគោរពជំរាបសួរបងប្រុសបងស្រីខ្ញុំហាឆនម្ចាស់កសិដ្ឋាន400ដែលមានទីតាំងនៅក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរីបាទរសៀលនេះគឺខ្ញុំបានរៀបចំពងកដោបគឺចំនួន6គីឡូជូនបងដែលគាត់កំងនៅសៀមរាបគឺចំនួន4គីឡូជាងនៅស្ទឹងត្រែងគឺចំនួន2គីឡូហើយក៏មានបងយើងកំងជាបន្តដែរបាទឥឡូវបងប្រុសបងស្រីមកមើលពងកដោបទាំងអស់គ្នាបាទនេះគឺជាពងកដោបដែលយើងរៀបចំជូនបងប្រុសបងស្រីបាទអូខេចំនួន6គីឡូណាបងប្រុសបងស្រីឃើញណាបាទអញ្ចឹងឥឡូវយើងទៅមើលរោងចិញ្ចឹមកដោបទាំងអស់គ្នាបាទតើរោងចិញ្ចឹមកដោបហ្នឹងគឺយើងរៀបចំរបៀបម៉េចអញ្ចឹងបងប្រុសបងស្រីតាមដានហើយសូមបញ្ជាក់ចេះបងប្រុសបងស្រីទិញពងកដោប1គីឡូថែមស្មៅ400កង់ថែមស្បៃ1ហើយនឹងទទួលទិញសាច់ត្រឡប់មកវិញក្នុងតម្លៃ1គីឡូ25,000បាទ1គីឡូសាច់25,000ណាបងប្រុសបងស្រីឥឡូវនេះយើងទៅមើលរោងកដោបទាំងអស់គ្នាតោះបាទបងប្រុសបងស្រីនេះឃើញហើយបាទរោងកដោបដែលយើងរៀបចំបងប្រុសបងស្រីឲ្យច្រើនមែនតើណាបាទអញ្ចឹងនេះយើងឃើញពេញតែម្ដងអានេះមេបាពូជបងណាពីរោងនេះតែចិត្តមេបាពូជចេញច្រើនណាមួយថ្ងៃយើងអាចប្រមូលបាន5ទៅ10គីឡូព្រោះច្រើនរោងព្រោះយើងប្រមូលយក2ថ្ងៃប្រមូលម្ដងយើងគិតទៅបាទយើងគិតទៅថាបាន10គីឡូយើងចាយទៅបានមួយថ្ងៃ5គីឡូបាទអញ្ចឹងបងប្រុសបងស្រីឃើញនេះបាទរោងកដោបបាទហើយស្រួលបងប្អូនធ្វើដូចខ្ញុំស្រួលបងធ្វើពីឈើក៏បានដែរហើយកុំធ្វើវែងពេកហើយកុំធ្វើធំពេកល្មមមកយើងផ្ដល់ងាយស្រួលផ្ដល់ចំណៃណាបាទហើយធំលឿនមែនតើអាយុតែ4 5ថ្ងៃឡងបាទអូណែនតែម្ដងអានេះអាយុគេ4ថ្ងៃឡងជ្រង4ថ្ងៃឡើងជ្រងណាបងប្រុសស្រីឃើញនេះមកឡងណែនមែនតើណាបាទអញ្ចឹងពេញបងប្អូនបាទកុំភ្លេចឥឡូវនេះប្រូម៉ូសិនពិសេសទិញ1គីឡូថែមស្មៅ400កង់ស្មៅផ្អែមក៏បានស្មៅស៊ុបពើនេពីក៏បានឃីងក្រាស់ក៏បានថែមស្បៃមុងនេះចំនួន1បាទទទួលទិញសាច់ត្រឡប់មកវិញបាទក្នុងតម្លៃ1គីឡូ25,000រៀលបាទណាបងប្រុសបងស្រីបាទជួបគ្នានៅវីដេអូបន្តទៀតបងប្រុសបងស្រីបាទអរគុណ